Ok,អញ្ចឹងយើងចូលលំហាត់លេខ4ទាំងអស់គ្នាអញ្ចឹងលំហាត់លេខ4នេះគេគ្រាន់តែឲ្យយើងរកអាគុយម៉ង់និង modul នៃចំនួន complex ខាងក្រោមទាំង3ហ្នឹងអញ្ចឹងយើងដោះស្រាយទាំងអស់គ្នាមកអូខេអញ្ចឹងសំណួរ A អានេះយើងតាំង z មកណា z ស្មើទៅនឹង1ដកនឹង e នៅលើឬ3បូក e អូការ៉េអញ្ចឹងយើងដឹងលក្ខណៈវាណាដើម្បីរក modul វាបានអានេះយើងអាចចាប់ modul វាជាកតាហើយចាំយើងរកអាគុយម៉ង់តាមក្រោយក៏បានដែរអញ្ចឹងយើងដឹងលក្ខណៈអាគុយម៉ង់ហើយនឹង modul ណាយើងដឹងថា modul គឺជាគេគឺជាឫសការ៉េនៃa បូក b មួយលើកជាការ៉េមិនអញ្ចឹងណាអញ្ចឹងយើងដឹងថាលក្ខណៈនៃ z គឺស្មើទៅនឹង a បូក eb ឬក៏ x បូក y e ក៏បានណាអញ្ចឹងអានេះដើម្បីរកអាគុយម៉ង់របស់វាបានគឺតម្លៃដាច់ខាតនៃ z មិនអញ្ចឹងណាអញ្ចឹងវាមិនស្មើនឹងផ្នែកពិតលើកជាការ៉េបូកផ្នែកនិម្មិតលើកជាការ៉េ a បូក b មួយលើកជាការ៉េណាហើយអាគុយម៉ង់របស់វាអញ្ចឹងដើម្បីរកអាគុយម៉ង់របស់វាគឺអានឹងយើងតាំងដោយ z ណាតាំងដោយ data ណាអញ្ចឹងដើម្បីរក data បានគឺយើងមានរូបមន្តតង់នៃ data ស្មើនឹង b នៅលើ a អញ្ចឹងដើម្បីរក data បានគឺវាស្មើនឹងតង់នៃដក1 b នៅលើ a អញ្ចឹងអានេះគឺជាលក្ខណៈរបស់វាណាអូខេអញ្ចឹងយើងចាប់ផ្ដើមរកមួយមកអញ្ចឹងដំបូងយើងបបែកអានេះសិនណាអញ្ចឹងខ្ញុំឃើញថានេះវាជាប់ការ៉េអញ្ចឹងយើងបបែកអានឹងសិនមកអញ្ចឹងនេះយើងហុំវាទុកវាមើលទៅអញ្ចឹងដំបូងយើងរកយើងបបែកមួយណាដើម្បីងាយស្រួលអញ្ចឹងឫស3បូកនឹង e លើកជាការ៉េអញ្ចឹងអានេះវាចូលរូបមន្ត a បូក b អូការ៉េអញ្ចឹងវាបានឫស3លើកជាការ៉េបូកនឹង 2e ឫស3បូកនឹង e ការ៉េគឺស្មើទៅនឹងដក1គឺអញ្ចឹងនេះយើងបានដក1អញ្ចឹងអានេះយើងបបែកមកវាបានអានេះវានៅសល់តែ2ណាយើង2ដក1អញ្ចឹងវានៅសល់2បូក 2e ឬ3អញ្ចឹងយើងចំនួនចូលនៅក្នុង z របស់យើងមកអញ្ចឹង z របស់យើងវានៅសល់តែ1ដក e នៅលើ2បូកនឹង 2e ឬ3អញ្ចឹងអានេះខ្ញុំគុណវានឹងសមឆ្លាស់របស់នេះអញ្ចឹងនេះខ្ញុំបាន2ដក 2e ឬ3នៅលើ2ដកនឹង 2e ឬ3ចឹងនេះយើងបានយើងគុណវាបញ្ចូលគ្នាមកណាអានេះវាចូលលក្ខណៈរបស់យើងចឹងយើងបានអានេះគឺ4បូកនឹងអានេះវាបាន12អញ្ចឹងបូកចូលគ្នាទៅវាបាន16ចឹងនេះខ្ញុំកាត់ណានេះយើងបាន16
ហើយផ្នែកខាងលើយើងគុណវាពលាតបញ្ចូលគ្នាទៅអញ្ចឹងអានេះវាបាន2ដកនឹង 2e ឬ3ដកនឹង 2e ដកនឹង2ឬ3ហើយយើងបានយើងផ្ដុំវាផ្នែកពិតផ្សេងផ្នែកនិមិត្តផ្សេងមកអញ្ចឹងយើងបាន2ដកនឹង2ឬ3ដកឲ្យe កតាឲ្យ2ឬ3បូកនឹង2ហើយចែកទៅនឹង16អញ្ចឹងអានេះយើងផ្ដាច់ផ្នែកពិតផ្សេងផ្នែកនិមិត្តផ្សេងមកហើយយើងស្រួលគ្នាអានេះយើងបាន1ដកនឹងរឹស3នេះយើងស្រួលទៅវាបាន8ដកនឹង e រឹស3បូកនឹង1នៅលើ8អញ្ចឹងដើម្បីរក model បានយើងយកអាផ្នែកអានេះលើកជាការ៉េបូកអានេះលើកជាការ៉េមកណាអញ្ចឹងយើងទាញបាន model នេះសិតគឺយើងបាន1ដកឬ3នៅលើ8លើកជាការ៉េបូកទៅនឹងឬ3បូក1នៅលើ8លើកជាការ៉េហើយទាំងអស់ហ្នឹងគឺ O ការ៉េអញ្ចឹងអានេះយើងបានអានេះយើងផ្ដាច់វាមួយមកណាអានេះ8លើកជាការ៉េ64អញ្ចឹងយើងអាចដាក់វាបញ្ចូលគ្នាបានណាអញ្ចឹងអានេះវាបាន64អញ្ចឹងអានេះវាចូលសុទ្ធតែចូលលក្ខណៈរូបមន្តរបស់យើងណាអញ្ចឹងអានេះវាបាន1ដកនឹង2ឬ3បូកនឹង3ខាងនេះយើងបានបូក3បូក2ឬ3បូកនឹង1អញ្ចឹងអានេះយើងស៊ីសងគ្នាបានណាអញ្ចឹងអានេះដក2ឬ3អានេះបូក2ឬ3សម្រួលចោលអញ្ចឹងចម្លើយយើងនៅសល់តែខាងលើហ្នឹងវានៅសល់តែ8នៅលើ64ណាអញ្ចឹងអានេះវាចេញពីឬការ៉េមកវាបានសម្រួលទៅវាបានឬការ៉េនៃ1នៅលើ8វាចេញមកវាបាន1នៅលើ2ឬ2អញ្ចឹងអានេះវាឬ2នៅលើ4អូខេអញ្ចឹងអានេះគឺជា model នៃ z ណាអញ្ចឹងយើងទៅរកអាគុយម៉ង់នៃ z ម្ដងអញ្ចឹងអាគុយម៉ង់មកវា theta វាស្មើទៅនឹងតង់នៃដក1នៃ b នៅលើ a ដែល b របស់យើងដឹងណាតង់នៃដក1 b របស់យើងគឺឬ3បូក1នៅលើ8ចែកឲ្យ1ដកឬ3នៅលើ8អញ្ចឹងអានេះយើងសម្រួលវាទៅយើងនៅសល់តែតង់ដក1នៃអានេះឬ3បូក1នៅលើឬ3ដក1អានេះយើងអាចសម្រួលវាបានទៀតណាអញ្ចឹងអានេះវាបានតង់នៃដក1អញ្ចឹងអានេះយើងទៅសេទៅយើងបានអានេះខាងក្រោមវានៅសល់តែ2ខាងលើវា O ការ៉េទៅវាបាន3បូកនឹង2ឬ3បូកនឹង1
ចឹងចុងក្រោយនេះសល់តែ2បូកនឹងឬ3ទេឃើញអញ្ចឹងអានេះយើងបានតង់នៃដក1បូកឬ3នេះវាយើងអាចទៅសេវាបានស្មើនឹង5 ផាយនៅលើ12ដកទៅនឹងផាយអញ្ចឹងចម្លើយចុងក្រោយរបស់យើងគឺដក7ផាយនៅលើ12គឺអញ្ចឹងយើងរក model រកអាគុយម៉ង់ឃើញណាអញ្ចឹងយើងចូលមកដល់លំហាត់ទី2របស់យើងសំណួរ B សំណួរ B 1បូកឬ3បូក2 1ដកឬ3អញ្ចឹងអានេះយើងតាំងវា z ដូចគ្នាណាស្មើនឹង1បូកនឹងឬ3បូកនឹង e កតាយ1ដកនឹងឬ3អញ្ចឹងអានឹងយើងរក model របស់វាបដ ாய் មកណាអានេះយើងតាំងវាដោយ a អានេះតាំងដោយ b មកជាង model របស់វាយើងបាន1បូកឬ3លើកជាការ៉េបូកឲ្យ1ដកឬ3លើកជាការ៉េចឹងអានេះវាសុទ្ធតែចូលរូបមន្តទាំងអស់ណាចឹងខាងក្នុងនេះយើងបាន1បូកនឹង2ឬ3បូក3បូកនឹង1ដក2ឬ3បូកនឹង3ចឹងអានេះយើងសម្រួលវាចោលចឹងចម្លើយចុងក្រោយរបស់វាគឺឬ8អានេះវាចេញមកវាបាន2ឬ2ចឹងអានេះគឺជា model របស់វាណាចឹងអាគុយម៉ង់របស់វាក៏ដូចគ្នាដែរចឹងយើងបានតង់ delta ស្មើនឹង b លើ a ដកនៅលើ1បូកនឹងឬ3ចឹងអានេះយើងបាន1ដកឬ3លើកជាការ៉េខាងក្រោមដូចគ្នាណាចឹងអានេះវានៅសល់តែដក2ទេចឹងនេះយើងបបែកតាមរូបមន្តមកចឹងនេះយើងបបែកតាមរូបមន្តយើងបាន1ដក2ឬ3បូកនឹង3នៅលើដក2ចឹងអានេះវាបានដក2បូកឬ3វិញចឹងយើងទាញបាន theta ស្មើតង់នៃដក1នៃដក2បូកនឹងគ្រឹះ3ចឹងអានេះគឺវាស្មើទៅនឹងដកផៃនៅលើ12អូខេអញ្ចឹងសំណួរ B ក៏មានតែប៉ុណ្្នឹងដែរចឹងយើងរកអាគុយម៉ង់រក model របស់វាឃើញចឹងយើងចូលដល់សំណួរ C របស់យើងសំណួរ C របស់យើង1បូក e បូក1ឬ2 1បូកនឹង e កតាយ1បូកនឹងឬ2អញ្ចឹងអានេះយើងតាំងវាដោយ z ទេមកណាអញ្ចឹងអានេះ a អានេះ b អញ្ចឹងយើងរកអាគុយម៉ង់វាស្រួលណា
ទេអានេះយើងប្របែកអានេះសិនហើយចាំយើងផ្ដាច់វាតាមក្រោយចឹងអានេះវាដូចតដើមណាចឹងយើងរកអាគុយម៉ង់វាយើងរក model វាហ្មងទៅចឹងអានេះវាស្មើនឹង1ការ៉េបូកនឹង1បូកឬ2លើកជាការ៉េចឹងវាស្មើនឹងអានេះ1បូកនឹង1បូកនឹងខាងក្នុងវាបាន2ឬ2បូក2ចឹងវាស្មើនឹងនេះវាបាន4បូកនឹង2ឬ2ចឹងនេះគឺជា model របស់វាហើយអាគុយម៉ង់របស់វាគឺតង់ data ស្មើនឹង b លើ a b របស់យើងគឺ1បូកឬ2នៅលើ1ចឹងវាស្មើនឹង1បូកឬ2ចឹង data របស់យើងគឺស្មើនឹងតង់នៃដក1នៃ1បូកឬ2ចឹង1បូកឬ2នេះគឺវាស្មើនឹង3 ផាយនៅលើ8អូខេអញ្ចឹងសំណួរទី4នេះលំហាត់លេខ4នេះគឺចប់តែប៉ុណ្្នឹង